បើគ្មានការត្រួតពិនិត្យតើអាចដាក់ឲ្យដំណើរការផលិតបានដែរឬទេប្រសិនបើឧបករណ៍អាចចាប់ផ្ដើមដំណើរការបានជាធម្មតាតើអាចដាក់ចូលទៅក្នុងចង្វាក់ផលិតកម្មដោយផ្ទាល់បានដែរឬទេមិនអាចនោះទេឧបករណ៍ដែលមានហានិភ័យខ្ពស់ដូចជាឡចំហាយធុងសម្ពាធបំពង់បង្ហូរសម្ពាធនិងគ្រឿងចាក់លើកដាក់ទំនិញជាដើមទោះបីជាមើលទៅខាងក្រៅដំណើរការធម្មតាក៏ដោយក៏វាអាចមានហានិភ័យបង្កប់ដទៃទៀតដូចជាការច្រេះកំណត់ប្រេះការលេចធ្លាយឬការខូចខាតឧបករណ៍ការពារសុវត្ថិភាពជាដើមមុនពេលឧបករណ៍ត្រូវបានដាក់ឲ្យប្រើប្រាស់ត្រូវតែទទួលការត្រួតពិនិត្យតាមច្បាប់ជាធរមានក្រោយពេលត្រួតពិនិត្យវាតម្លៃថាគ្មានបញ្ហាទើបត្រូវទៅធ្វើការចុះបញ្ជីនិងបំពេញនីតិវិធីសុវត្ថិភាពពាក់ព័ន្ធស្របតាមបទបញ្ញត្តិឧបករណ៍ដែលមិនទាន់បានត្រួតពិនិត្យឬត្រួតពិនិត្យវាតម្លៃមិនជាប់មិនត្រូវអនុញ្ញាតឲ្យយកទៅប្រើប្រាស់ឡើយការបង្ខំឲ្យដំណើរការអាចបង្កឲ្យមានគ្រោះថ្នាក់និងប៉ះពាល់ដល់អាជីវកម្មស្របច្បាប់របស់សហគ្រាសសុវត្ថិភាពឧបករណ៍មិនអាចវិនិច្ឆ័យបានដោយផ្អែកទៅលើបទពិសោធន៍តែមួយមុខនោះទេគឺត្រូវតែឆ្លងកាត់ការត្រួតពិនិត្យនិងបញ្ជាក់ពីអ្នកជំនាញវិជ្ជាជីវៈ